តោះថ្ងៃនេះមករៀនធ្វើត្រីចំហុយទឹកស៊ីអ៊ីវជាមួយខ្ញុំទាំងអស់គ្នាតែមុខម្ហូបនេះទុំតែធ្វើលើកទី1ទេបើខកឲ្យសូមកុំប្រកាន់យកត្រីនេះមកវះដើម្បីឲ្យវាចូលជាតិបានល្អពេលចំហុយទៅបន្ទាប់មកយើងយកត្រីមករៀបដាក់ចានហើយយកគ្រឿងដែលយើងបានហាន់មុនហ្នឹងយកមករៀបពីលើវាមានដូចជាខ្ញីយកដាក់ពីលើហើយកូរលក្រៃដេកលក្រូចអញ្ចឹងយើងកុំភ្លេចហាន់ម្ទេសដាក់ពីលើផងនេះសាវាកាត់ឆ្អាបត្រីរបស់យើងទៀតបន្ទាប់មកទៀតយើងរៀបចំត្រីនឹងដាក់ចូលឆ្នាំងចំហុយហើយយើងក៏មកលាយគ្រឿងលាយទឹកដាក់លាយជាមួយទឹកស៊ីអ៊ីវ4ស្លាបព្រាចេងមួយកន្លះស្លាបព្រាយើងដាក់ប្រេងខ្យង1ស្លាបព្រាបាយស្ករស2ស្លាបព្រាបាយយើងបានបន្ថែមស្លឹកជីហើយនឹងចំហុយ5-10នាទីតទៅពីយើងចំហុយ5-10នាទីហើយយើងយកទឹកស៊ីអ៊ីវដែលយើងបានលាយគ្រឿងហើយស្រេចហ្នឹងយកមកចាក់ចូលក្នុងត្រីយើងយកទឹកស៊ីអ៊ីវដែលយើងបានលាយហើយយើងយកមកស្រោចពីលើត្រីរបស់យើងមកយើងអាចធ្វើទឹកត្រីអំពិលទុំញ៉ាំផ្ទាប់ជាមួយបន្